ការ performance របស់ Shadow លើគឺល្អខ្លាំងការដែលគាត់នៅលេងក្នុង MPL Cambodia របស់យើងឃើញពីការ performance របស់គាត់បានមួយចំណែកទេតែនៅពេលដែលគាត់បានឡើងទៅកាន់ Tour អន្តរជាតិចេះគាត់លេងមកទាំងទំនុកចិត្តទាំងសមត្ថភាពទាំងមានភាពជឿជាក់លើខ្លួនឯងចំពោះ hero ដែលគាត់យកមកលេងដូចជាមិនមាន hero ណាច្រើនទេតាំងពីចាប់ដើមប្រកួតរហូតមកដល់ពេលឥឡូវនេះគឺសរុបទៅអស់គឺ10ប្រកួតហើយគាត់ដកលេងច្រើនជាងគេគឺ Yusong បន្តមកទៀតគឺ Sora និង Pageto អឡុតមានតែ4 hero ហ្នឹងទេដែលគាត់ដកមកលេងតែបើយើងនិយាយពីការលេងរបស់គាត់នៃ hero នីមួយៗគាត់លេងបានល្អ perfect គឺបញ្ចេញនៅសមត្ថភាពនៃ hero ដែលគាត់យកមកលេងហ្នឹងគឺល្អខ្លាំងគាត់ carry team ផងគាត់ជួយការពារ team ផងគាត់បិទ damage ខាង enemy អត់ឲ្យវាយចូលគ្នាគាត់បានទៀតនេះគឺជាចំណុចពិសេសរបស់ Shadow ដែលគាត់កំពុងតែបង្ហាញទៅកាន់ឆាកអន្តរជាតិអ្នកដែលតាមដានលើវិស័យ Mobile Legends នេះមិនត្រឹមតែជាប្រជាជនកម្ពុជារបស់យើងទេសូម្បីតែ region ផ្សេងៗដែលគេមើលក៏គេចាប់អារម្មណ៍ដូចយើងទាំងអស់គ្នាដែរការដែលប៉ះជាមួយនឹងស៊ីងកាពួរក្នុងហ្គេមទី2នេះ Shadow ទទួលបាន Maniac នៅក្នុងការប្រកួតនោះផងដែរដោយគាត់យក hero Pageto មកលេងនៅក្នុងហ្គេមនោះខ្ញុំពិតជាស្រឡាញ់ការ performance របស់ Shadow មែនទែននៅពេលដែលគាត់ឡើងទៅកាន់ការប្រកួតអន្តរជាតិចេះគឺគាត់ធ្វើបានល្អខ្លាំងហើយបើយើងនិយាយពីការ rate វិញយើងអាច rate ឲ្យគាត់បាន10លើ10ហើយចំពោះការ performance របស់គាត់ឥឡូវនេះគាត់សង្ឃឹមថាអ្វីៗវាកាន់តែប្រសើរឡើងមិនថា performance របស់ Shadow ឬក៏ payment ក្នុង team Korea ទេពួកគាត់នឹងព្យាយាមធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អបំផុតនៅក្នុងការប្រកួតឆ្នាំនេះចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តនៅវីដេអូនេះបើចូលចិត្ត complete follow like ម្នាក់មួយផងអរគុណអ្នកនរគ្នាជំរាបលា bye see you next video